បច្ចេកវិទ្យាអាមេរិកនៅក្នុងសម័យសង្គ្រាមកម្លាំងជំរុញនៃអនាគតយុទ្ធសាស្ត្រពិភពលោកប្រែប្រួលអាមេរិកកំពុងត្រៀមខ្លួននៅក្នុងពេលដែលពិភពលោកកំពុងប្រឈមមុខនឹងភាពចលាចលនិងជម្លោះប្រដាប់អាវុធជាច្រើនបច្ចេកវិទ្យាមិនអាចត្រឹមតែជាឧបករណ៍ប៉ុណ្ណោះទេតែជាកម្លាំងជំរុញដ៏សំខាន់ដែលកំណត់ជោគវាសនានៃសង្គ្រាមនិងសន្តិភាពសហរដ្ឋអាមេរិកដែលជាមហាអំណាចយោធាឈានមុខគេកំពុងបន្តវិនិយោគយ៉ាងគំហុកទៅលើការអភិវឌ្ឍបច្ចេកវិទ្យាការពារជាតិទំនើបដើម្បីរក្សាឧត្តមភាពយុទ្ធសាស្ត្រនិងឆ្លើយតបទៅនឹងការគំរាមកំហែងដែលកំពុងបន្តវិវត្តយ៉ាងឆាប់រហ័សពីសមរភូមិប្រពៃណីរហូតដល់លំហ Digital និងលំហអាកាសការច្នៃប្រឌិតថ្មីៗបានលេចឡើងយ៉ាងគំហុកដោយជះឥទ្ធិពលយ៉ាងខ្លាំងដល់យុទ្ធសាស្ត្រយុទ្ធវិធីនិងលទ្ធផលនៃចំនួននៅក្នុងវីដេអូនេះនឹងនាំអ្នកទៅស្វែងយល់ឲ្យបានស៊ីជម្រៅអំពីបច្ចេកវិទ្យាគន្លឹះមួយចំនួនដែលកំពុងរីកចម្រើននៅសហរដ្ឋអាមេរិកនៅក្នុងអំឡុងពេលដ៏ច្របូកច្របល់នេះដោយផ្ដោតទៅលើទូនាទីអត្ថប្រយោជន៍និងផលប៉ះពាល់របស់វាទាំងលើវិស័យយោធានិងស៊ីវិល 1. បញ្ញាសិប្បនិម្មិត Artificial Intelligence AI ខួរក្បាលដ៏ឆ្លាតវៃនៃសមរភូមិស្រមៃមើលសមរភូមិមួយដែលមានការសម្រេចចិត្តត្រូវបានធ្វើឡើងនៅក្នុងល្បឿនលឿនបំផុតការវិភាគទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានដំណើរការភ្លាមហើយការគម្រាមកំហែងត្រូវបានកំណត់អត្តសញ្ញាណមុនពេលវាអាចបង្កគ្រោះថ្នាក់នេះមិនមែនជាឈុតឆាកនៅក្នុងខ្សែភាពយន្តវិទ្យាសាស្ត្រទៀតទេប៉ុន្តែវាជាការពិតដែលកំពុងកើតឡើងដោយសារតែការរីកចម្រើននៃបញ្ញាសិប្បនិម្មិត AI សម្រាប់សហរដ្ឋអាមេរិក AI មិនមែនគ្រាន់តែជាបច្ចេកវិទ្យាមួយប៉ុណ្ណោះទេប៉ុន្តែជាមូលដ្ឋានគ្រឹះនៃប្រតិបត្តិការការពារជាតិទាំងមូលរដ្ឋមន្ត្រីការពារជាតិ Pete Hegseth បានកំណត់ AI ជាអត្ថប្រយោជន៍កម្ពុជាមួយនៅក្នុងចំណោម6ផ្នែកសំខាន់ដែលបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់វា AI ផ្ដល់នូវសមត្ថភាពដ៏អស្ចារ្យនៅក្នុងការវិភាគទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់ Big Data ដែលប្រមូលបានពីប្រភពផ្សេងៗគ្នាដូចជាដ្រូនផ្កាយរណបនិងបណ្ដាញស៊ើបការតាមរយៈការវិភាគនេះ AI អាចជួយមេបញ្ជាការធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ព្យាករណ៍ពីព្រឹត្តិការណ៍ដែលអាចកើតមាននិងបង្កើនការយល់ដឹងពីស្ថានភាពសមរភូមិឲ្យកាន់តែស៊ីជម្រៅសហរដ្ឋអាមេរិកកំពុងបោះជំហានយ៉ាងលឿននៅក្នុងការអភិវឌ្ឍ AI នៅក្នុងវិស័យយោធាឧទាហរណ៍វេទិកា Generative AI ផ្ទាល់ខ្លួនរបស់មន្ទីរបញ្ចកោណដែលមានឈ្មោះថា GenAI.mil ត្រូវបានដាក់ឲ្យប្រើប្រាស់ដោយប្រើប្រាស់ Gemini for Government ដើម្បីផ្ដល់ឧបករណ៍ AI កម្រិតខ្ពស់ដល់បុគ្គលិកយោធានិងស៊ីវិលនេះអនុញ្ញាតឲ្យមានការបង្កើតខ្លឹមសារការវិភាគនិងការរៀបចំផែនការប្រកបដោយភាពច្នៃប្រឌិតគម្រោងសំខាន់មួយទៀតគឺ Project Maven ដែលប្រើ AI ដើម្បីវិភាគទិន្នន័យស៊ើបការនិងរូបភាពពីដ្រូនដែលជួយបង្កើនល្បឿននៃការប្រមូលនិងបកស្រាយព័ត៌មានយ៉ាងសម្បើមលើសពីនេះនៅក្នុងសមរភូមិអ៊ុយក្រែន AI ត្រូវបានប្រើប្រាស់ដើម្បីចាក់សោគោលដៅដោយស្វ័យប្រវត្តិលុកអនទោះបីជាមានការរំខានសញ្ញាចាំមានពីសត្រូវក៏ដោយដែលបង្ហាញពីប្រសិទ្ធភាពរបស់ AI នៅក្នុងការជោគឈ្នះលើបច្ចេកវិទ្យាសង្គ្រាមអេឡិចត្រូនិកដ៏ស្មុគស្មាញអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺការវិវត្តពី Generative AI ទៅជា Agentic AI ខណៈពេលដែល Generative AI ផ្ដោតទៅលើការបង្កើតខ្លឹមសារដូចជាកូដគំរូឬការខ្លែងធ្វើ Agentic AI អាចរៀបចំផែនការសម្រេចចិត្តនិងអនុវត្តការងារដោយស្វ័យប្រវត្តិនៅក្នុងលំហការងារទាំងមូលនេះមានន័យថា AI អាចសម្របសម្រួលការពិសោធន៍ធ្វើឲ្យប្រសើរឡើងនៅផែនការសាកល្បងនិងការគ្រប់គ្រងវត្តនៃការអភិវឌ្ឍដដែលដោយខ្លួនឯងការវិនិយោគទាំងនេះបង្ហាញពីការបដិញ្ញាចិត្តរបស់អាមេរិកនៅក្នុងការប្រើប្រាស់ AI ដើម្បីបង្កើនល្បឿននៃការសម្រេចចិត្តទទួលបានការយល់ដឹងស៊ីជម្រៅនិងបង្កើតលទ្ធផលប្រតិបត្តិការឲ្យបានដល់កម្រិតកំពូល 2. អាវុធល្បឿនលឿននិងការការពារមីស៊ីលការប្រណាំងប្រជែងដ៏ក្តៅគគុកនៅក្នុងលំហអាកាសស្រមៃមើលអាវុធមួយដែលអាចធ្វើដំណើរនៅក្នុងល្បឿនលឿនជាងសំឡេងរហូតដល់ទៅ5ដងឬច្រើនជាងនេះហើយអាចបាត់បានយ៉ាងឆាប់រហ័សនៅក្នុងអំឡុងពេលហោះហើរធ្វើឲ្យវាស្ទើរតែមិនអាចស្ទាក់ចាប់បានដោយប្រព័ន្ធការពារមីស៊ីលបច្ចុប្បន្ននេះគឺជាការពិតដ៏គួរឲ្យបារម្ភនៃអាវុធល្បឿនលឿនបំផុត Hypersonic Weapon ដែលកំពុងក្លាយជាចំណុចកណ្ដាលនៃការប្រណាំងប្រជែងផ្នែកបច្ចេកវិទ្យាយោធាសកលសហរដ្ឋអាមេរិកកំពុង
វិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើការអភិវឌ្ឍអាវុធប្រភេទនេះដើម្បីរក្សាឧត្តមភាពវាយលុកនិងការការពារខ្លួនពីការគំរាមកំហែងដែលកំពុងកើនឡើងកម្មវិធីដូចជា Long Range Hypersonic Weapon របស់កងទ័ពអាមេរិកកំពុងឈានទៅរកការសាកល្បងនិងការដាក់បញ្ចូលនៅក្នុងប្រតិបត្តិការដែលនឹងផ្ដល់នូវសមត្ថភាពវាយលុកដ៏មានប្រសិទ្ធភាពនិងរហ័សទាន់ចិត្តអាវុធទាំងនេះអាចវាយប្រហារគោលដៅដែលមានចម្ងាយឆ្ងាយនៅក្នុងរយៈពេលដ៏ខ្លីបំផុតដែលផ្លាស់ប្ដូរទាំងស្រុងនៅគំនិតនៃសង្គ្រាមនិងការទប់ស្កាត់ទន្ទឹមនឹងការអភិវឌ្ឍអាវុធវាយលុកអាមេរិកក៏កំពុងពង្រឹងប្រព័ន្ធការពារមីស៊ីលរបស់ខ្លួនផងដែរដើម្បីទប់ស្កាត់នឹងការគំរាមកំហែងពីអាវុធ Hypersonic របស់គូប្រជែងគម្រោងដ៏ធំមួយគឺ Golden Dome for America ដែលជាប្រព័ន្ធការពារមីស៊ីលដ៏មហិមាដែលទទួលបានថវិកាប្រមាណ$25,000 លានសម្រាប់ដំណើរការដំបូងគម្រោងនេះមានគោលបំណងបង្កើតខែលការពារដ៏រឹងមាំមួយដើម្បីការពារទឹកដីសហរដ្ឋអាមេរិកពីការវាយប្រហារដោយមីស៊ីលគ្រប់ប្រភេទលើសពីនេះច្បាប់អនុសញ្ញាការពារជាតិ NDAA ឆ្នាំ2026ក៏បានផ្ដល់សិទ្ធិអំណាចនៅក្នុងការទិញអាវុធ Hypersonic តម្លៃទាបនៅក្នុងរយៈពេលច្រើនឆ្នាំដើម្បីធានាបាននូវផលិតកម្មដែលមានស្ថិរភាពនិងការវិនិយោគរយៈពេលវែងទៅលើបច្ចេកវិទ្យាការប្រណាំងប្រជែងផ្នែកបច្ចេកវិទ្យាទាំងនេះបង្ហាញពីការផ្លាស់ប្ដូរដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រការពារជាតិសកលដែលទាមទារឲ្យមានការច្នៃប្រឌិតឥតឈប់ឈរដើម្បីរក្សាបាននូវតុល្យភាពអំណាច3ការគ្រប់គ្រងដែនអាកាសចំនួនទី6 Air Superiority ឧត្តមភាពដែលមិនអាចប្រៀបផ្ទឹមបានតើមានអ្វីកើតឡើងនៅពេលដែលបច្ចេកវិទ្យាឈានមុខគេបំផុតរបស់ពិភពលោកត្រូវបានបញ្ចូលនៅក្នុងយន្តហោះចម្បាំងលទ្ធផលគឺការគ្រប់គ្រងដែនអាកាសចំនួនទី6ដែលជាក្តីសម័យរបស់កងទ័ពអាកាសនិងកងទ័ពជើងទឹកអាមេរិកការរក្សាឧត្តមភាពដែនអាកាសគឺជាគោលបំណងយូរអង្វែងរបស់ក្រសួងការពារជាតិអាមេរិកហើយបច្ចុប្បន្ននេះពួកគេកំពុងបោះជំហានយ៉ាងធំធេងឆ្ពោះទៅរកការសម្រេចបាននូវឧត្តមភាពដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់សតវត្សទី21គំនិតផ្ដួចផ្ដើមថ្មីដូចជាកម្មវិធី FA-XX របស់កងទ័ពជើងទឹកកម្មវិធី NGAD Next Generation Air Dominance របស់កងទ័ពអាកាសនិងកម្មវិធី Collaborative Combat Aircraft CCA ដែលកំពុងដំណើរការដោយកងទ័ពទាំងពីរបានបង្ហាញពីរបៀបដែលក្រសួងការពារជាតិកំពុងអភិវឌ្ឍឧត្តមភាពដែនអាកាស NGAD គឺជាកម្មវិធីដ៏មហិច្ឆតារបស់កងទ័ពអាកាសដើម្បីអភិវឌ្ឍយន្តហោះចម្បាំងចំនួនទី6ដែលត្រូវបានគេរំពឹងថា S-47 យន្តហោះនេះត្រូវបានរចនាឡើងដើម្បីធានាឧត្តមភាពដែនអាកាសនាពេលអនាគតS-47 មិនមែនគ្រាន់តែជាយន្តហោះចម្បាំងមួយទៀតនោះទេវាត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាយុទ្ធសាស្ត្រជាក់លាក់មួយគឺការពង្រីកឧត្តមភាពដែនអាកាសឆ្លងកាត់ចម្ងាយដ៏ធំនៃមហាសមុទ្រប៉ាស៊ីហ្វិកប្រឆាំងនឹងគូប្រជែងដែលមានសមត្ថភាពប្រហាក់ប្រហែលជាមួយនឹងសមត្ថភាពហោះហើរបានចម្ងាយជាង 1000 ម៉ាយសមុទ្រវាអាចទៅដល់ដែនអាកាសដែលមានចំនួនដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងទៅលើការគ្រប់គ្រងយន្តហោះដឹកប្រេងដែលងាយរងគ្រោះដោយមីស៊ីលចិនរយៈចម្ងាយឆ្ងាយលក្ខណៈពិសេសនៃការលាក់បាំង Stealth របស់ S-47 ត្រូវបានគេរំពឹងថានឹងលើសពី S-22 និង S-35 ដោយបញ្ចូលមេរៀនដែលបានរៀនពីប្រតិបត្តិការនិងការថែទាំចំណែកឯ FA-XX គឺជាកម្មវិធីរបស់កងទ័ពជើងទឹកដើម្បីអភិវឌ្ឍនិងទទួលបានយន្តហោះចម្បាំងចំនួនទី6ដើម្បីជំនួសយន្តហោះ FA-18E Super Hornet ដែលនឹងក្លាយទៅជាឆ្អឹងខ្នងនៃអំណាចដែនអាកាសរបស់កងទ័ពជើងទឹកលើសពីនេះបច្ចេកវិទ្យាដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតគឺ Collaborative Combat Aircraft ទាំងកងទ័ពអាកាសទាំងកងទ័ពជើងទឹកកំពុងខិតខំប្រឹងប្រែងផ្គូផ្គងយន្តហោះគ្មានមនុស្សបើកពាក់កណ្ដាលស្វ័យប្រវត្តិ Wingman ជាមួយនឹងយន្តហោះចម្បាំងមានមនុស្សបើកដូចជា S-35A ឬ S-47 យន្តហោះគ្មានមនុស្សបើកទាំងនេះនឹងដើរតួជាជំនួយការដ៏ឆ្លាតវៃបង្កើនសមត្ថភាពវាយលុកនិងការការពារពួកគេអាចពង្រីកវិសាលភាពចាប់សញ្ញាសមត្ថភាពអាវុធនិងភាពរស់រានមានជីវិតរបស់យន្តហោះចម្បាំងដោយមិនចាំបាច់បន្ថែមយន្តហោះមានមនុស្សបើកទៀតទេអ្នកបើកបរនឹងក្លាយទៅជាអ្នកដឹកនាំក្រុមយន្តហោះទាំងមូលមិនមែនជាអ្នកប្រតិបត្តិការតែម្នាក់ឯងនោះទេ
បច្ចេកវិទ្យាទាំងនេះបង្ហាញពីការផ្លាស់ប្ដូរចំពោះទៅរកប្រព័ន្ធដែនអាកាសដែលមានបណ្ដាញភ្ជាប់គ្នានិងស្វ័យប្រវត្តិកម្មខ្ពស់ដែលនឹងកំណត់ទិសដៅនៃសង្គ្រាមអាកាសនាពេលអនាគតនិងធានាថាអាមេរិកនៅតែជាមហាអំណាចដែនអាកាសដែលមិនអាចប្រកែកបាន 4. បច្ចេកវិទ្យាដ្រូននិងការការពារ Drone and Counter UAS ការផ្លាស់ប្ដូរមុខមាត់នៃសមរភូមិធ្លាប់សម័យទីថាយន្តហោះតូចៗគ្មានមនុស្សបើកអាចផ្លាស់ប្ដូរទិសដៅនៃសង្គ្រាមទាំងស្រុងបច្ចេកវិទ្យាដ្រូនបានក្លាយជាកត្តាផ្លាស់ប្ដូរដ៏សំខាន់បំផុតមួយនៅក្នុងសង្គ្រាមទំនើបដោយមានការចូលរួមយ៉ាងសកម្មពីសហរដ្ឋអាមេរិកនៅក្នុងការអភិវឌ្ឍនិងការដាក់ពង្រាយយានអវកាសគ្មានមនុស្សបើក UAV ឬ drone ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់បេសកកម្មស៊ើបការឃ្លាំមើលការកំណត់គោលដៅនិងសូម្បីតែការវាយប្រហារដោយផ្ទាល់ការវិវត្តគួរឲ្យកត់សម្គាល់មួយទៀតគឺការផ្លាស់ប្ដូរពីគំនិត drone មួយប្រតិបត្តិការមួយទៅជាវង drone swarm ដែលអាចបញ្ជាដោយស្វ័យប្រវត្តិនិងធ្វើប្រតិបត្តិការរួមគ្នាដើម្បីសម្រេចគោលដៅស្មុគស្មាញវង drone ទាំងនេះអាចធ្វើការវាយប្រហារសម្របសម្រួលគ្នាដើម្បីបង្កើតការភ័ន្តច្រឡំដល់សត្រូវនិងបង្កើនប្រសិទ្ធភាពនៃការវាយលុកឧទាហរណ៍នៅក្នុងសង្គ្រាមអ៊ុយក្រែន drone FPV តម្លៃទាបត្រឹមតែ$400អាចមានប្រសិទ្ធភាពខ្ពស់នៅក្នុងការកំទេចរថក្រោះតម្លៃរាប់លាន$ដែលបង្ហាញពីសក្តានុពលដ៏ធំធេងនៃបច្ចេកវិទ្យានេះប៉ុន្តែរាល់ការវាយលុកតែងតែមានការការពារដើម្បីទប់ទល់នឹងការគំរាមកំហែងពីដ្រូនរបស់សត្រូវសហរដ្ឋអាមេរិកក៏កំពុងផ្ដោតលើការអភិវឌ្ឍប្រព័ន្ធការពារដ្រូន Counter UAS CUAS ផងដែរក្រសួងការពារជាតិអាមេរិកបានបង្កើត Joint Intelligence Task Force 401ដើម្បីសម្របសម្រួលការការពារដ្រូនក្រុមការងារថ្មីនេះនឹងទទួលខុសត្រូវនៅក្នុងការបញ្ចូលដំណោះស្រាយប្រឆាំង UAS នៅទូទាំងសេវាកម្មក៏ដូចជាការអភិវឌ្ឍនិងការចែករំលែកសម្ភារៈបណ្ដុះបណ្ដាលប្រឆាំង UAS ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា Laser 60 kilowatt laser defense និងរលកធាតុអាកាស Electronic Magnetic Warfare ដើម្បីទម្លាក់ដ្រូនក៏កំពុងត្រូវបានវិនិយោគផងដែរការប្រណាំងប្រជែងរវាងដ្រូនវាយលុកនិងប្រព័ន្ធការពារដ្រូនកំពុងផ្លាស់ប្ដូរយុទ្ធវិធីប្រយុទ្ធយ៉ាងឆាប់រហ័សដែលទាមទារឲ្យមានការសម្របខ្លួននិងការច្នៃប្រឌិតឥតឈប់ឈរ5សន្តិសុខខ្សែសង្វាក់ផ្គត់ផ្គង់និងការផលិត Supply Chain Security and 3D Printing ធានាភាពធន់នៅក្នុងសម័យវិបត្តិតើមានអ្វីកើតឡើងនៅពេលដែលការផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ត្រូវបានកាត់ផ្តាច់បទពិសោធន៍ពីជំងឺរាតត្បាត COVID-19 បានបង្ហាញឲ្យឃើញច្បាស់អំពីភាពងាយរងគ្រោះនៃខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ឧស្សាហកម្មការពារជាតិជាពិសេសចំពោះវត្ថុធាតុដើមសំខាន់ៗដូចជា Microelectronic និងការផលិតគ្រាប់រំសេវសប្តាហ៍ថ្ងៃនេះថ្នាក់ដឹកនាំការពារជាតិអាមេរិកមើលឃើញថាខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់គឺជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់មិនមែនត្រឹមតែជាបន្ទុកភស្តុភារប៉ុណ្ណោះទេដើម្បីដោះស្រាយបញ្ហានេះទីភ្នាក់ងារភស្តុភារការពារជាតិ Defense Logistics Agency DLA របស់សហរដ្ឋអាមេរិកកំពុងប្រើប្រាស់ AI ដើម្បីផ្លាស់ប្ដូររបៀបដែលខ្លួនកំណត់វាយតម្លៃនិងកាត់បន្ថយហានិភ័យខ្សែសង្វាក់ផ្គត់ផ្គង់នេះបានផ្លាស់ប្ដូរពីការឆ្លើយតបទៅនឹងបញ្ហាទៅជាការទូទាយនិងការបង្កើតភាពធន់ដោយផ្អែកទៅលើទិន្នន័យផ្ដល់នូវការមើលឃើញកាន់តែប្រសើរឡើងការព្រមានជាមុនព្រមទាំងជួយគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុនផ្គត់ផ្គង់និងបង្កើនការឆ្លើយតបទៅនឹងហានិភ័យដែលគេស្គាល់និងមិនស្គាល់នេះមានន័យថាអាមេរិកអាចកំណត់អត្តសញ្ញាណបញ្ហាដែលអាចកើតមានមុនពេលវាផ្ទុះឡើងនិងចាត់វិធានការទប់ស្កាត់បានទាន់ពេលក្រៅពីនេះបច្ចេកវិទ្យាការផលិតបន្ថែម Additive Manufacturing ឬ 3D Printing ក៏កំពុងដើរតួយ៉ាងសំខាន់ផងដែរស្រមៃមើលសមត្ថភាពនៅក្នុងការផលិតគ្រឿងបន្លាស់អាវុធឧបករណ៍ឬសូម្បីតែដ្រូនទៅនឹងកន្លែងសមរភូមិដោយមិនចាំបាច់រងចាំការដឹកជញ្ជូនពីចម្ងាយនេះកាត់បន្ថយពីការពឹងផ្អែកទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ពីចម្ងាយនិងបង្កើនល្បឿននៃការជួសជុលនិងថែទាំយ៉ាងសម្បើមភាពបត់បែននេះមានសារៈសំខាន់ណាស់នៅក្នុងការរក្សាប្រតិបត្តិការយោធាឲ្យដំណើរការបានរលូននៅក្នុងស្ថានភាពវិបត្តិនិងការធានាថាទាហានមានឧបករណ៍ចាំបាច់នៅពេលដែលពួកគេ
ត្រូវការបំផុតការវិនិយោគលើបច្ចេកវិទ្យាទាំងនេះមិនមែនត្រឹមតែពង្រឹងសមត្ថភាពយោធាប៉ុណ្ណោះទេថែមទាំងធានាបាននូវភាពធន់និងឯករាជ្យភាពផ្នែកឧស្សាហកម្មការពារជាតិរបស់អាមេរិកទៀតផង6បច្ចេកវិទ្យាលំហអាកាសនិងនុយក្លេអ៊ែរដែលយុទ្ធសាស្ត្រថ្មីដ៏សំខាន់ធ្លាប់គិតថាសង្គ្រាមអាចកើតមានឡើងនៅក្នុងលំហអាកាសសប្តាហ៍ថ្ងៃនេះលំហអាកាសបានក្លាយជាដែនយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់សន្តិសុខជាតិដែលមានសារៈសំខាន់មិនចាញ់ដែនគោកដែនទឹកនិងដែនអាកាសឡើយសហរដ្ឋអាមេរិកកំពុងផ្ដោតយ៉ាងខ្លាំងលើការការពារទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងលំហអាកាសដែលរួមមានផ្កាយរណបសម្រាប់ទំនាក់ទំនងការរុករក GPS និងការស៊ើបការផ្កាយរណបទាំងនេះគឺជាផ្នែកនៃត្រចៀករបស់យោធាអាមេរិកដែលផ្ដល់ព័ត៌មានសំខាន់សម្រាប់ប្រតិបត្តិការទូទាំងពិភពលោកការគម្រាមកំហែងនៅក្នុងលំហអាកាសកំពុងតែកើនឡើងរួមទាំងអាវុធប្រឆាំងផ្កាយរណប Anti-Satellite Weapon និងការជ្រៀតជ្រែកសញ្ញា Signal Jamming ដែលអាចធ្វើឲ្យប្រព័ន្ធសំខាន់របស់អាមេរិកខ្វិននេះតម្រូវឲ្យមានការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាការពារលំហអាកាសដើម្បីធានាថាទ្រព្យសម្បត្តិទាំងនេះនៅតែអាចដំណើរការបានទោះបីជាមានការវាយប្រហារក៏ដោយអាមេរិកកំពុងតែអភិវឌ្ឍ Space Situation Awareness ដែលប្រើប្រាស់ sensor ទំនើបនិង AI ដើម្បីតាមដាននិងកំណត់អត្តសញ្ញាណការគំរាមកំហែងនៅក្នុងលំហអាកាសក៏ដូចជាបណ្ដាញផ្កាយរណបដែលមានសុវត្ថិភាពខ្ពស់និងអាចដំណើរការបានទោះបីជាមានការរំខានក្រៅពីនេះវិស័យនុយក្លេអ៊ែរក៏នៅតែជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រការពារជាតិអាមេរិកផងដែរគម្រោងនាវាមួយទឹក Columbia Class Submarine គឺជាការវិនិយោគដ៏ធំមួយនៅក្នុងការអភិវឌ្ឍនាវាមួយទឹកនុយក្លេអ៊ែរចំនួនថ្មីដែលនឹងដើរតួនាទីជាផ្នែកមួយនៃសមត្ថភាពទប់ស្កាត់នុយក្លេអ៊ែររបស់អាមេរិកនាវាមួយទឹកទាំងនេះត្រូវបានរចនាឡើងដើម្បីធានានូវសមត្ថភាពវាយបកទី2ដែលជាមូលដ្ឋានគ្រឹះនៃគោលលទ្ធិទប់ស្កាត់នុយក្លេអ៊ែរនេះមានន័យថាទោះបីជាមានការវាយប្រហារនុយក្លេអ៊ែរលើកដំបូងក៏ដោយអាមេរិកនៅតែមានសមត្ថភាពវាយបកវិញដែលធ្វើឲ្យគូប្រជែងមិនហ៊ានវាយប្រហារការអភិវឌ្ឍបច្ចេកវិទ្យាទាំងនេះបង្ហាញពីការបដិញ្ញាចិត្តរបស់អាមេរិកនៅក្នុងការរក្សាឧត្តមភាពយុទ្ធសាស្ត្រទាំងនៅក្នុងលំហអាកាសនិងក្រោមទឹកដែលជាសសរស្តម្ភនៃសន្តិសុខជាតិរបស់ខ្លួនអនាគតនៃសង្គ្រាមនិងការទទួលខុសត្រូវបច្ចេកវិទ្យាបានក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងការកំណត់ទិសដៅនិងលទ្ធផលនៃជម្លោះសកលសហរដ្ឋអាមេរិកកំពុងដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍនិងដាក់បង្រៀនបច្ចេកវិទ្យាទំនើបទាំងនេះដើម្បីរក្សាឧត្តមភាពយោធានិងឆ្លើយតបទៅនឹងការគំរាមកំហែងដែលកំពុងវិវត្តពីបញ្ញាសិប្បនិម្មិតដែលបង្កើនសមត្ថភាពសម្រេចចិត្តរហូតដល់ដ្រូនដែលផ្លាស់ប្ដូរយុទ្ធវិធីប្រយុទ្ធបច្ចេកវិទ្យាទាំងនេះបាននាំមកនូវទាំងឱកាសនិងបញ្ហាប្រឈមថ្មីការយល់ដឹងពីការវិវត្តទាំងនេះគឺចាំបាច់ណាស់ដើម្បីអាចត្រៀមខ្លួនទប់ទល់ទៅនឹងអនាគតនៃសង្គ្រាមនិងធានាសន្តិសុខសកលទោះជាយ៉ាងណាក៏ដោយការអភិវឌ្ឍបច្ចេកវិទ្យាយោធាត្រូវតែប្រព្រឹត្តទៅដោយមានការពិចារណាលើក្រមសីលធម៌និងច្បាប់អន្តរជាតិដើម្បីធានាការរីកចម្រើនទាំងនេះបម្រើផលប្រយោជន៍រួមរបស់មនុស្សជាតិមិនមែនជាការបំផ្លិចបំផ្លាញនោះទេនៅក្នុងនាមជាអ្នកទទួលខុសត្រូវយើងត្រូវតែធានាថាអំណាចនៃបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ដើម្បីការពារជីវិតនិងលើកកម្ពស់សន្តិភាពមិនមែនដើម្បីបង្កើនជម្លោះនោះទេ